ខ្ញុំឃើញបងប្អូនមួយចំនួនមានកាមេរ៉ាប្រើហើយគាត់ថាអត់មាន model ឲ្យថតរូប model ឲ្យថតអត់បានគាត់ទិញកាមេរ៉ាយកមករៀនថតដើម្បីធ្វើ content ហើយសង្ឃឹមថាអនាគតអាចនឹងរកប្រាក់ចំណូលបានពីកាមេរ៉ាមកវិញខ្លះឥឡូវខ្ញុំមកប្រាប់កន្លឹះបងប្អូនចំណាយលុយទិញកាមេរ៉ាហើយបងប្អូនត្រូវចំណាយពេលវេលារៀនទៀតអញ្ចឹងហេតុអីទៅជារឿងដែលលំបាកទៅវិញបងប្អូនត្រូវចាំថាបងប្អូនទិញកាមេរ៉ានេះមកដើម្បីរៀនដើម្បីផលិត content ដើម្បីរៀនថតហើយមានដំណងនឹងរកប្រាក់ចំណូលពីកាមេរ៉ានេះមកវិញអញ្ចឹងបងប្អូនទិញកាមេរ៉ានេះមិនមែនដើម្បីទាក់ទាញចំណាប់អារម្មណ៍ឲ្យគេស្ញើសរសើរដែលយើងមានកាមេរ៉ាប្រើទេគោលបំណងគឺទិញកាមេរ៉ាយកមករៀនផលិតមាតិកាអូខេឥឡូវខ្ញុំមកប្រាប់បងប្អូនតែងឃើញវីដេអូខ្ញុំកន្លងមកខ្ញុំថត free ខ្ញុំថត free នៅអង្គរខ្ញុំថតអីនេះទាំងអស់នោះជាផ្លូវដែលខ្ញុំសិក្សាខ្ញុំអត់មានពេលទៅរៀនជាមួយគ្រូបើកវាអីទេបងប្អូនដូចជាខ្ញុំអត់មានលុយទិញកាមេរ៉ាទាំងអស់ថ្លៃទេខ្ញុំត្រូវតែខ្ចីលុយគេដើម្បីយកមកទិញអញ្ចឹងខ្ញុំត្រូវធ្វើការសងគេវិញអញ្ចឹងខ្ញុំអត់មានពេលទៅរៀនទេអញ្ចឹងខ្ញុំត្រូវតែចំណាយពេលដែលខ្ញុំទៅនេះ1ម៉ោងសល់ពីពេលធ្វើការហ្នឹងគឺខ្ញុំត្រូវតែថតខ្ញុំត្រូវតែរៀនថតអញ្ចឹងច្បាស់ខ្លួនឯងថាខ្ញុំមកនេះគឺខ្ញុំមករៀនថតអញ្ចឹងខ្ញុំអត់មែនមកដើម្បីតាក់ទងអ្នកណាម្នាក់ទេខ្ញុំឃើញនៅក្នុងpage របស់ខ្ញុំបងប្អូនតែងតែ comment ច្រើនបងប្អូនខ្ញុំគិតថាច្បាស់ជាច្រើន comment ថានេះជាវិធីសាស្ត្រក្នុងការញ៉ែក្នុងការតាក់ទងក្នុងការអីបងប្អូនអាចនឹងយល់ច្រឡំចំពោះខ្ញុំប៉ុន្តែខ្ញុំអត់ជាបញ្ហាទេព្រោះខ្ញុំថតមនុស្សស្រីច្រើនមកកន្លងហើយខ្ញុំមិនដែលទៅមានអារម្មណ៍ថាចង់ផ្ញើសារទៅគេដើម្បីតាក់ទងអ្នកណាម្នាក់គឺអត់សោះតែម្ដងគឺគោលបំណងខ្ញុំគឺខ្ញុំត្រឹមតែមករៀនថតប៉ុណ្ណឹងពេលខ្ញុំថតហើយខ្ញុំយករូបនឹងមកមើលហើយខ្ញុំរៀនកែតែប៉ុណ្្នឹងទេហើយខ្ញុំផុសឲ្យបងប្អូនមើលទៅអញ្ចឹងបើបងប្អូនពេញចិត្តការថតរបស់ខ្ញុំគាត់នឹងចាប់ផ្ដើមតាក់ទងមកហើយអូខេគាត់ថាអូពេញចិត្តស្នាដៃអញ្ចឹងគាត់តាក់ទងមកនេះជាចំណុចមួយដែលបងប្អូនអាចចាប់ផ្ដើមរកចំណូលបានពីការថតរូបរបស់បងប្អូនពីដំបូងខ្ញុំប្រើឡានវិញនេះដើម្បីធ្វើមាតិការបស់ខ្ញុំឡាននេះគឺប្រវែងវា70-180ពេលដែលខ្ញុំចាប់ផ្ដើមធ្វើមាតិកាដំបូងគឺខ្ញុំនៅមានអារម្មណ៍អៀនខ្ញុំអត់ហ៊ានដើរទៅជួបគេដើម្បីសុំគេថតទេអញ្ចឹងគឺខ្ញុំត្រូវការឡេនវិញដើម្បីថតនេះជាប្រភេទ lens snap ការថតរូបគឺផ្ដោតទៅលើ snap អញ្ចឹងខ្ញុំប្រើ lens នេះជាង1ឆ្នាំហើយរហូតដល់បងប្អូនស្គាល់ខ្ញុំធ្វើឲ្យ page ល្បីរហូតដល់ឥឡូវប៉ុន្តែខ្ញុំបានរៀនពីវាបានច្រើនប៉ុន្តែវាមិនចប់ត្រឹមហ្នឹងទេខ្ញុំចាប់ផ្ដើមអុក lens វិញនេះខ្ញុំសិនខ្ញុំមកចាប់ផ្ដើមសិក្សាអំពី lens ខ្លីរបស់ខ្ញុំនេះគឺប្រវែងវាគឺ24-7នេះគឺជាប្រភេទ lens យើងហៅថា plong master គឺថតចិត្តអីហ្នឹងហើយក៏ portrait បានដូចគ្នាអញ្ចឹងគោលដៅខ្ញុំគឺខ្ញុំទៅដើម្បីរៀនទេបងប្អូនកុំយល់ច្រឡំថាខ្ញុំទៅដើម្បីតាក់ទងស្រី No ខ្ញុំមិនដែលមានអារម្មណ៍នឹងសូម្បីតែម្ដងខ្ញុំនិយាយតាមត្រង់ខ្ញុំថតវីដេអូផលិតមាតិកាមកច្រើនណាស់ហើយបងប្អូនអ្នកដែលត្រូវបានខ្ញុំថតរូបគាត់ច្បាស់ជាដឹងហើយថាពូកាមេរ៉ាកាហ្វេអត់ដែលទៅញ៉ៃជាមួយអ្នកណាម្នាក់ទេគឺគោលដៅរបស់ខ្ញុំគឺត្រឹមតែខ្ញុំមករៀនថតទេអញ្ចឹងពេលដែលខ្ញុំរៀនថតគឺខ្ញុំត្រូវការ
អឺការថតរូបសំខាន់បំផុតគឺ behind the scene វីដេអូហ្នឹងអញ្ចឹងបងប្អូនអាចប្រើ GoPro ឬក៏ប្រើទូរស័ព្ទឥឡូវខ្ញុំថតដោយប្រើទូរស័ព្ទដើម្បីថត behind the scene ដើម្បីផុសទៅក្នុងបណ្ដាញសង្គមដើម្បីឲ្យគេឃើញនេះជាគន្លឹះដែលបងប្អូនអាចចាប់ផ្ដើមរកលុយបានពីកាមេរ៉ាដែលបងប្អូនទិញហើយបងប្អូនអាចយកគំនិតរបស់ខ្ញុំទៅគិតហើយបងប្អូនគិតថាវាសមហេតុផលបងប្អូនធ្វើតាមខ្ញុំចុះអញ្ចឹងពីវីដេអូក្រោយៗទៅខ្ញុំនឹងព្យាយាមធ្វើ content គឺខ្ញុំប្រើ lens 24/7នេះព្រោះថា lens នេះខ្ញុំមិនសូវដែលបានថតទេខ្ញុំមានវាពិតមែនប៉ុន្តែការផលិតមាតិការបស់ខ្ញុំកន្លងមកគឺខ្ញុំប្រើ lens វែង70-108អញ្ចឹងខ្ញុំត្រូវតែរៀនប្រើ lens នេះឲ្យស្ទើរពួកខ្ញុំអត់ទាន់ស្ទើរក្នុងការប្រើ lens 24/7នេះទេអញ្ចឹងពេលខ្លះខ្ញុំយក lens នេះទៅថតនៅអង្គរខ្ញុំស៊ូមខ្ញុំថតឃើញ subject មនុស្សឡើងប្រប៉ាណាណៃហើយអង្គរទូចអញ្ចឹងគឺខ្ញុំត្រូវតែសិក្សាអំពីវាបន្ថែមបាទវីដេអូនេះមានប៉ុណ្ណឹងបងប្អូនអាចយកទៅពិចារណាតើបងប្អូនអាចចាប់ផ្ដើមរៀនថតដើម្បីអភិវឌ្ឍខ្លួនអាចរកប្រាក់ចំណូលបានតិចតាមដែលសមត្ថភាពរបស់យើងអូខេអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនយកទៅពិចារណាហើយចាប់ផ្ដើមអនុវត្តការរៀនថតដូចខ្ញុំបាយ